សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូថ្ងៃនេះផងដែរគឺខ្ញុំនឹងទៅមើលសមារាត្រីឬអ្នកគ្នាបានមើលវីដេអូ highlight ខាងមុខចឹងគឺមានរឿងដែលនឹកស្មានអត់ដល់ច្រើនខ្លាំងមែនតើហើយនេះក៏ជាបទពិសោធន៍ទី1ដែរដូច្នេះហើយខ្ញុំចង់ថតវីដេអូដើម្បីចែករំលែកទៅកាន់អ្នកទាំងអស់គ្នានៅពេលដែលខ្ញុំធ្វើដំណើរចេញពីផ្ទះទៅកាន់ប្រាសាទអង្គរវត្តហ្នឹងគឺនៅម៉ោង 4:35 នាទីហើយពេលខ្ញុំទៅដល់គឺនៅម៉ោង 4:40 ជាងចឹងអ្នកគ្នាតាមផ្លូវគឺរៀងស្ងាត់ហើយសំខាន់គឺតិចទេអ្នកគ្នាខ្ញុំជិះឡើងញាក់សាច់ហ្មងវាទៅជាឲ្យអ្វីដែលខ្ញុំនឹកស្មានដល់ខ្ញុំគិតថាម៉ោង 4 ម៉ោង 5 ហ្នឹងអត់សូវមានមនុស្សណាគ្នាប៉ុន្តែពេលចូលមកដល់គឺមនុស្សគាត់អង្គុយតាំងពីមុខរហូតដល់ក្រោយហ្មងគឺលងណែនក្តានហ្មងនិយាយទៅគឺខ្ញុំអង្គុយរងចាំតាំងពីយប់រហូតដល់រៀងភ្លឺតិចនិយាយទៅគឺអត់ធ្មត់ខ្លាំងមែនតើពេលហ្នឹងគឺខ្ញុំអត់ធ្មត់ខ្លាំងដោយសារខ្ញុំផឹកទឹកចឹងទៅយើងរៀងចង់ទៅទប់ទឹកតែប៉ុន្តែយើងអាចចេញបានទេមានតែឈរលេបឡប់តាមគេតាមឯងហ្នឹងទៅមើលទេសភាពមើលព្រៃព្រឹក្សាអូយណ៎គ្នាខ្ញុំនិយាយមែនខ្ញុំរំភើបខ្លាំងមែនតើព្រោះដោយសារនេះគឺជាលើកទី1ដែលខ្ញុំមកម្នាក់ឯងហើយជិះពេលយប់ខ្ញុំអត់មានមកណាគេទាំងអស់គឺខ្ញុំមកម្នាក់ឯងនិយាយទៅគឺ solo ហ្មងតែក៏ទទួលបានជាមួយនឹងបទពិសោធន៍ថ្មីដូចគ្នាព្រោះដោយសារតែពេលយើងមកម្នាក់ឯងមានអារម្មណ៍ថាស្រួលខ្លាំងមែនតើគឺធូរខ្លួនហ្មងពេលចង់មកគឺមកពេលចង់ទៅគឺទៅអត់មានទៅដៃទៅជើងទេស្រួលខ្លាំងមែនតើមេឃនៅពេលដែលរៀងភ្លឺតិចគឺបងគាត់បានងើបឈរដើម្បីចាប់ផ្ដើមថតយកសកម្មភាពផ្ដិតយករូបភាពអីចឹងណាហើយខ្ញុំតន់គាត់កំពុងតែងើបឈរចាគឺជាពេលវេលាដែលយើងអាចត្បល់ទៅមុខបានហើយខ្ញុំចាប់ផ្ដើមត្បល់ទៅមុខទៅរកប្លង់ណាដែលអាចចាប់ជាមួយនឹងប្រាសាទអង្គរវត្តនឹងថ្ងៃរះបានស្អាតហើយខ្ញុំឈរចាំរៀងយូរដែរអ្នកនរគ្នាប៉ុន្តែនៅពេលដែលយើងឈរចាំក៏នៅខាងក្រៅនឹងគាត់ស្រែកថាអូនអង្គុយចហើយក៏រាប់គ្នាអង្គុយចអ្នកគ្នាអាចមើលវីដេអូនេះបានគ្នាបានស្ដាប់សំឡេងស្នូទះដៃឯមែនអត់អូយគឺខ្ញុំរំភើបខ្លាំងមែនតើដោយសារតែបងនៅខាងមុខគឺគាត់សហការគាត់ថាចាំពេលថ្ងៃរះចាំយើងងើបឈរហើយឲ្យគេអង្គុយសិនទៅព្រោះមានចាស់នៅខាងក្រោយដែរហើយថ្ងៃរះគឺប្រហែលជាខ្ទង់ម៉ោង 6 កន្លះឬក៏ 6:27 ឯណាអ្នកគ្នាសូមសរសើរទឹកចិត្តខ្មែរយើងអ្នកគ្នានិយាយទៅនេះគឺជាលើកទី1ដែលខ្ញុំមាន experience អញ្ចឹងណាហើយពេលដែលបានមើលថ្ងៃរះហ្នឹងគឺជា experience មួយទៀតអូយខ្ញុំសប្បាយចិត្តខ្លាំងមែនតើខ្ញុំគិតថាការដែលខ្ញុំតន្ទឹងរង់ចាំហើយងើបពីព្រលឹមមកគឺអត់ខកបំណងទេហើយនៅពេលដែលថ្ងៃចាប់ផ្ដើមរះអូយអ្នកគ្នាព្រះអាទិត្យគឺក្រហមឆ្អិនឆ្អៅស្អាតខ្លាំងមែនតើហ្មងខ្ញុំមានអារម្មណ៍ថាខ្ញុំស្ដាយក្រោយដែលខ្ញុំបានទៅ2ថ្ងៃមុនខ្ញុំស្ដាយមែនតើតែលើកនេះក៏ខ្ញុំអត់ខកបំណងដែរព្រោះថាស្អាតខ្លាំងហ្មងអត់ដឹងថានិយាយអីបានអ្នកគ្នាតែចង់ប្រាប់ថាអ្នកដែលគាត់អត់បានទៅមើលនៅក្នុងឆ្នាំនឹងអាចទៅមើលឆ្នាំក្រោយបានតែចុងឆ្នាំនេះក៏មានដែរប៉ុន្តែអត់ប្រកាសថាអាចនឹងរះស្អាតដូចឆ្នាំនេះក៏អត់ទេព្រោះលើកទី2គឺនៅក្នុងខែវស្សាអញ្ចឹងហើយភាគរយតិចដែលយើងអាចមើលជាមួយនឹងថ្ងៃរះបានច្បាស់ល្អអូយស្អាតខ្លាំងមកខ្ញុំគ្រាន់តែលើស្នូទះដៃការហូរកញ្ជ្រឹលរបស់ប្រជាជនខ្មែរយើងគឺខ្ញុំមានអារម្មណ៍ថាមោទនភាពខ្លាំងដែលកើតមកជាកូនខ្មែរព្រោះដោយសារតែស្ដេចជំនាន់មុនគឺព្រះអង្គបានគិតគូរខ្លាំងមែនតើនៅក្នុងការសាងសង់នៅសំណង់ស្ថាបត្យកម្មនានាធ្វើឲ្យខ្មែរយើងមានមោទនភាពហើយជនជាតិបរទេសគឺគាត់មកច្រើនខ្លាំងមែនតើដើម្បីមកចូលរួមទស្សនាជាមួយនឹងសមារាត្រីនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំមើលប្រហែលដងក៏ខ្ញុំមើលអត់ចេះចិនណាយដែរព្រោះដោយសារស្អាតខ្លាំងពេកប៉ុន្តែមើលបានតែក្នុងទូរស័ព្ទទេនៅខាងក្រៅខ្ញុំមើលបានតិចតួចបំផុតព្រោះដោយសារតែទី1ឆ្ងាយហើយទី2គឺខ្ញុំមិនអាចមើលពលឺបានច្រើនអ្នកគ្នាព្រោះភ្នែកខ្ញុំប៉ះពាល់ជាមួយនឹងពលឺអញ្ចឹងណាប៉ុន្តែចង់និយាយថាស្អាតខ្លាំងណាស់គ្នាហើយប្រជាជនយើងគឺឆោនខ្លាំងមែនតើហ្មងនេះនៅក្នុងបរិវេណនៅក្នុងប្រាសាទតែនៅខាងក្រៅក៏ច្រើនដែរអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានទៅដល់ទីបញ្ចប់ដែរអ្នកទាំងអស់គ្នាកុំភ្លេចមកទស្សនាជាមួយនឹងទស្សនីយភាពសមារាត្រីនៅឱកាសក្រោយៗទៀតបាយ